បងប្អូនដែលញ៉ាំញោមសាច់គោស្រួយជាមួយភ្លើងកែបអត់បើសិនជាបងប្អូនអត់ដែរញ៉ាំហើយអត់ដែរធ្វើកុំភ្លេចតាមដានវីដេអូនេះទាំងអស់គ្នាណាតានីឲ្យថាប្លែកមាត់ហ្មងណាជាដំបូងបងប្អូនត្រូវកាត់ភ្លើងកែបជាកង់ខ្លីៗសិនទៅសម្រាប់សាច់គោស្រួយសាច់គោកភុនរបស់យើងហ្នឹងបងប្អូនត្រូវហាន់វាជាប្រទះស្ដើងណាបងប្អូនសម្រាប់ញោមសាច់គោស្រួយជាមួយភ្លើងកែបនេះដែរខ្ញុំបន្ថែមវាជាមួយការ៉ុតហើយនិងមីសួរអំប៉ងដែរបងប្អូនរៀបចំភ្លើងកែបរៀបចំការ៉ុតហើយនិងមីសួរអំប៉ងនេះឲ្យរួចរាល់សិនទៅចាំខ្ញុំទៅចាប់ផ្ដើមឆាសាច់វិញណាជាដំបូងខ្ញុំឆាសាតេប្រហែលជាមួយសភាបាយបងប្អូនដែលសាសាច់ខ្ញុំហ្នឹងក៏វារៀងតិចដែរតបឆាសាច់រួចហើយខ្ញុំចាក់ម្ទេសហើយនឹងខ្ទឹមដែលខ្ញុំក្លុកហើយនឹងចូលតមកទៀតខ្ញុំបន្ថែមវាជាមួយទឹកត្រីប៊ីចេងស្ករតមកទៀតខ្ញុំបន្ថែមវាជាមួយក្រូចឆ្មាដែរបងប្អូនខ្ញុំប្រើក្រូចឆ្មាប្រហែលជា3ផ្លែបានវាជូរគល់គ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នាភ្លក់ទៅល្មមឆ្ងាញ់តាមការចូលចិត្តទៅចាំយើងយកសាច់គោយើងមកឆាសម្រាប់សាច់គោស្រួយសាច់គោកភួននេះវិញណាបងប្អូនឆាប្រហែលជា5នាទីគឺឆ្អិនហើយបងប្អូនពេលដែលឆាឆ្អិនហើយបងប្អូនអាចទុកឲ្យវាត្រជាក់ហើយចាំដួសដាក់ចានក៏បានបើសិនជាបងប្អូនចូលចិត្តទាំងក្តៅបងប្អូនអាចដាក់ទាំងក្តៅក៏បានមកមុខនេះបងប្អូននៅខាងតែខ្មៅគឺល្បីខ្លាំងណាភាគច្រើនគេញ៉ាំវាជាមួយអាត្រជាក់បងប្អូនអូញោមសាច់គោស្រួយជាមួយភ្លើងកែបបានចប់ហើយបងប្អូនស្រឡាញ់ចូលចិត្តជួយ like ជួយ share follow page អ្នកមួយផងណាអរគុណបាយបាយជម្រាបលា